bong tật bong phơi lên chỉ bành hà thiệt thôi tụi bây giờ dừng nửa té rồi còn nơi tì na cái đầu cái dừng ai bong tật bong phơi dạng lươn một phốt tam rồi dạ vinh bèn mà mình toàn đăng pi vị thị bong té tỏ mà mờ pi vị thị phơi đằng óc nế chúng điệp xu nâng số đây bong bóng đọc nế và cùng chỉ thay một căn channel cần đa Android video này nhom nâng bằng hai bong bóng đọc nế pi được biệt bong tật bong phơi nghe nghe tam rồi dạ vinh bèn appต่อเลยយើងទៅអនុវត្តរបស់គ្នាតែម្ដងជំនាញដំបូងយើងចុចបើកវិញបែងរបស់យើងក៏វិញកម្មវិធីវិញរបស់យើងមកអូខេបន្ទាប់មកទៀតបងប្អូនយកកន្លែងពាក្យថាទូទាត់វិក័យប័ណ្ណបន្ទាប់មកទៀតយើងវាយលេខកូដសម្ងាត់4ខ្ទង់របស់យើងមកអូខេជំហានបន្ទាប់បងប្អូនចុចយកកន្លែងពាក្យថាទឹកភ្លើងនិងសម្រាមបន្តមកទៀតបើសិនជាបងប្អូនប្រើភ្លើងរត់បងប្អូនយកកន្លែង electric do cambot បាទ electric do cambot បាទអូខេហើយបើសិនជាបងប្អូនប្រើទឹករត់បងប្អូនប្រើទឹករត់បងប្អូនយកកន្លែងពាក្យថា PPWSA នេះបាទ PPWSA អានឹងប្រើទឹករត់និងភ្លើងរត់ប៉ុន្តែបើសិនជាបងប្អូនប្រើប្រភេទភ្លើងឯកជនទឹកឯកជនបងប្អូនត្រូវវាយលេខកន្លែងនេះមកបាទយើងយកកន្លែងនេះក៏បានដែរកន្លែង electricity នេះ and water supply license នេះបាទយកកន្លែងហ្នឹងក៏បានដែរប៉ុន្តែបើសិនជាបងប្អូនពិបាកចាំភាសាអង់គ្លេសហ្នឹងបងប្អូនអាចចុចទៅសេខាងលើនេះក៏បានបាទចុចកន្លែងស្វែងរកហ្នឹងហើយយើងចុចលេខ60មក60 65អូខេចុច60 65មកវានឹងចេញកន្លែង electric and water supply license ណាបាទអញ្ចឹងយើងចុចកន្លែងហ្នឹងមកបន្តមកទៀតយើងត្រូវវាយលេខសម្គាល់អតិថិជនបាទយើងចុចកន្លែងនេះវាយលេខសម្គាល់អតិថិជនអញ្ចឹងលេខសម្គាល់អតិថិជននៅកន្លែងណានេះកន្លែងនេះបាទកន្លែងអតិថិជនហ្នឹងលេខ9ខ្ទង់ហ្នឹងទាំងភ្លើងទាំងទឹកគឺសិតតែមានកន្លែងហ្នឹងទាំងអស់គ្នាទាំងអស់បាទអញ្ចឹងលេខ9ខ្ទង់ហ្នឹងយើងបំពេញមកយើងបាច់ចាំដាក់សញ្ញាដកនេះក៏បានដែរយើងដាក់តែលេខសុទ្ធមកលេខ9ខ្ទង់ហ្នឹងយើងដាក់លេខសុទ្ធមកបើសិនជាបងប្អូនអត់ចង់វាយលេខផ្ទាល់ទេយើងអាច scan បានបាទយើង scan barcode យើងចុចកន្លែងនេះដើម្បី scan បាទតែយើង scan កន្លែង barcode កន្លែងនេះបាទយើងដាក់ឈប់នឹងសេរីកាមេរ៉ាសិនអូខេអញ្ចឹងយើងយកមក scan កន្លែងនេះមកកន្លែងbarcode ហ្នឹងមកវានឹង load លេខសម្គាល់អតិថិជនឲ្យយើងជាការស្រេចតែម្ដងបាទអញ្ចឹងបន្តមកទៀតយើងចុចកន្លែងពាក្យថាទូទាត់នេះមកបាទចុចកន្លែងពាក្យថាទូទាត់អូផ្លេចខ្ញុំផ្លេចប្រាប់ឲ្យបងប្អូនជ្រើសរើសគណនីដើម្បីទូទាត់ទឹកប្រាក់ណាបាទដំបូងយើងជ្រើសរើសកន្លែងគណនីកាត់ទឹកប្រាក់ឬក៏គណនីដែលមានទឹកប្រាក់គ្រប់គ្រាន់ដើម្បីបង់ណាបើមិនយើងមានគណនីច្រើនលើសពី1អញ្ចឹងយើងយកសញ្ញាព្រួយនេះមកហើយយើងជ្រើសរើសគណនីណាដែលមានទឹកប្រាក់គ្រប់គ្រាន់បាទអញ្ចឹងយកគណនីកណ្ដាលនេះបាទអូខេតែប៉ុណ្ណឹងបាទអញ្ចឹងយើងធ្វើការទូទាត់មកយើងចុចកន្លែងពាក្យថាទូទាត់បន្តមកទៀតវានឹងបញ្ជាក់នេះបាទវានឹងបញ្ជាក់ពីលេខអតិថិជនហើយនឹងឈ្មោះរបស់យើងនៅកន្លែងនេះឯងបើសិនជាខុសយើងកុំបង់បាទតែបើសិនជាត្រូវហើយយើងផ្ទៀងផ្ទាត់ជាមួយនឹងចំនួនទឹកប្រាក់ដែលយើងត្រូវបង់ទៀតណាបាទអញ្ចឹងចំនួនទឹកប្រាក់ហើយនឹងឈ្មោះរបស់យើងនេះយើងផ្ទៀងនៅក្នុងវិក័យប័ណ្ណឬក៏กระดาษទឹកกระดาษភ្លើងរបស់យើងណាបាទផ្ទៀងមើលត្រូវអត់បើសិនជាត្រូវហើយយើងចុចបញ្ជាក់មកដើម្បីធ្វើការបង់ប្រាក់បាទទឹកភ្លើងវាធ្វើអញ្ចឹងដូចតែគ្នាទេបាទអូខេអញ្ចឹងកន្លែងនេះគេឲ្យយើងវាយលេខកូដសម្ងាត់4ខ្ទង់របស់យើងម្ដងទៀតបាទអូខេអញ្ចឹងខ្ញុំសូមវាយលេខកូដសម្ងាត់របស់ខ្ញុំសិនអូខេឥឡូវខ្ញុំបានធ្វើការបង់ទឹករួចរាល់ហើយបាទតែនៅអត់ទាន់ចប់ទេចំណុចសំខាន់បងប្អូនត្រូវចុចកន្លែងសញ្ញាបេះដូងនេះកន្លែងពាក្យថាចំណូលចិត្តហ្នឹងណាយើងចុចកន្លែងហ្នឹងមកបាទកុំគិតច្រើនចុចតាមខ្ញុំមកតិចទៀតចាំខ្ញុំប្រាប់ថាហ្នឹងវាសំខាន់អីខ្លះបាទយើងចុចបកមកហើយយើងដាក់ឈ្មោះបាទដាក់ឈ្មោះអាមិញយើងបងអីគេថាមិញខ្ញុំបងភ្លើងបងទឹកខ្ញុំដាក់ថាបងទឹកបាទបើសិនជាយើងបងភ្លើងយើងដាក់ថាបងភ្លើងអញ្ចឹងទៅបាទបងទឹកបាទបន្តមកទៀតយើងចុចរក្សាទុកមកបាទ
ចុចរក្សាទុកអូខេតែប៉ុណ្ណឹងបាទអញ្ចឹងឥឡូវយើងត្រឡប់ក្រោយវិញមកយើងចុចខ្វែងបាទអូខេអញ្ចឹងបន្ទាប់ពីយើងបងហើយលើកក្រោយខែក្រោយទៀតយើងចង់បងម្ដងទៀតយើងមិនបាច់ចាំ scan ឬក៏វាយលេខសម្គាល់អតិថិជនទេបាទយើងគ្រាន់តែចូលកន្លែងពាក្យថាចំណូលចិត្តនេះមកនេះបាទកន្លែងសញ្ញាបេះដូងហ្នឹងបាទចុចកន្លែងចំណូលចិត្តហ្នឹងមកវានឹងចេញឈ្មោះដែលយើង save មិញនេះបាទអូខេហើយទូរស័ព្ទអត់សូវ focus ទេបាទនេះកន្លែងខ្ញុំ save មិញបងទឹកនេះអញ្ចឹងខែក្រោយទៀតខ្ញុំចង់បងម្ដងទៀតខ្ញុំគ្រាន់តែចូលកន្លែងបេះដូងនឹងហើយចុចកន្លែងឈ្មោះបងទឹកបងភ្លើងហ្នឹងបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បងម្ដងទៀតខ្ញុំចុចទៅលើហ្នឹងបាទបន្ទាប់មកយើងគ្រាន់តែជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញគណនីដែលមានទឹកប្រាក់គ្រប់គ្រាន់ហ្នឹងមកបាទហើយយើងចុចពាក្យថាទូទាត់មកអានេះដោយសារតែយើងទៅតែបងហើយណាបាទបើសិនជាយើងអត់តាន់បងវានឹងលោតពាក្យថាបញ្ជាក់ហើយបង្ហាញពីឈ្មោះបង្ហាញពីលេខអតិថិជនហើយនឹងបង្ហាញពីចំនួនទឹកប្រាក់ដែលយើងត្រូវបងហើយបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបើបងប្អូនមានជាចម្ងល់អត់យល់ត្រង់កន្លែងណាមួយបងប្អូនអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ